យន្តហោះដឹកអ្នកដំណើរដែលអាចហោះក្នុងល្បឿនលឿនជាងសម្លេងដល់ទៅ2 ដងត្រៀមហោះដឹកអ្នកដំណើរជាថ្មីបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល20 ឆ្នាំយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសម្លេង Concorde ត្រូវបានគេកំណត់ថានឹងត្រឡប់មកធ្វើប្រតិបត្តិការវិញនៅឆ្នាំ2026ហើយវានឹងត្រឡប់មកវិញជាមួយនឹងបច្ចេកវិទ្យាលឿនជាងមុនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយការហោះហើរលឿនជាងសម្លេងនៅលើទឹកដីសហរដ្ឋអាមេរិកត្រូវបានហាមឃាត់ប៉ុន្តែកាលពីថ្ងៃទី6 ខែមិថុនាឆ្នាំ2025ច្បាប់នោះត្រូវបានលុបចោលបើកចំហផ្ទៃមេឃសម្រាប់ការធ្វើដំណើរលឿនជាងសម្លេងម្ដងទៀតការហោះដែលនឹងដំណើរការដោយក្រុមហ៊ុន Fly Concorde Limited កំពុងអភិវឌ្ឍឲ្យយន្តហោះ Concorde លេចធ្លោឡើងវិញជាមួយនឹងភាពទំនើបទាន់សម័យជាងមុនទៅទៀតយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសម្លេង Concorde ថ្មីនឹងមើលទៅដូចគ្នាយន្តហោះចាស់ប៉ុន្តែវាស្រាលជាង 50% ហោះនៅរយៈកម្ពស់18 គីឡូម៉ែត្រពីដីខ្ពស់ជាងកម្ពស់ហោះហើររបស់យន្តហោះធម្មតា2 ដងនិងប្រើប្រាស់ឥន្ធនៈដែលស្អាតដែលកាត់បន្ថយការបំភាយឧស្ម័ន 80% វាអាចហោះហើរពីទីក្រុងឡុងទៅញូវយ៉កក្នុងរយៈពេលត្រឹមតែ2 ម៉ោងប៉ុណ្ណោះក្នុងល្បឿនលឿនជាងសម្លេង2 ដងឬស្មើនឹង2179 គីឡូម៉ែត្រក្នុង1 ម៉ោងនេះមិនមែនជាការចាប់ផ្ដើមហោះហើរសាជាថ្មីរបស់ Concorde នោះទេព្រោះវាធ្លាប់បានដឹកអ្នកដំណើរជាង2 លាននាក់មកហើយ